នុមោទនាបុណ្យមាឃបូជាបុណ្យមាឃបូជាគឺជាពិធីបុណ្យមួយក្នុងចំណោមបុណ្យធំក្នុងព្រះពុទ្ធសាសនាដែលប្រារព្ធធ្វើឡើងក្នុងថ្ងៃ15កើតខែមាឃហើយបុណ្យមាឃបូជាគឺយើងធ្វើឡើងដើម្បីប្រារព្ធអ្នកខត្តរិកទាំង5យ៉ាងទី1គឺរលឹកដល់ថ្ងៃព្រះសិរីបុត្របានសម្រេចធម៌ជាន់ខ្ពស់គឺបានសម្រេចព្រះអរហត្តផលក្នុងថ្ងៃពេញបរមី15កើតខែមាឃឆ្នាំរកាដែលក្រោយព្រះសិរីបុត្របួសបាន15ថ្ងៃនៅឯលអាងសូករខាតាភ្នំកិច្ចកោฏជិតក្រុងរាជក្រឹសទី2គឺរលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានតំណែងដល់ព្រះអគ្គសាវកទាំងពីរព្រះអង្គគឺព្រះធម្មសេនាបតីសិរីបុត្រជាអគ្គសាវកស្ដាំនិងព្រះមហាមោគលានជាអគ្គសាវកឆ្វេងក្នុងថ្ងៃពេញបរមី15កើតខែមាឃឆ្នាំរកាទី3គឺរលឹកដល់ថ្ងៃចតុរង្គមហាសន្និបាតគឺការប្រជុំធំប្រកបទៅដោយអង្គ4យ៉ាងគឺ1ជាថ្ងៃឧបោសថពេញបរមីប្រកបដោយផ្កាយប្រចាំខែមាឃគឺថ្ងៃពេញបរមី15កើតខែមាឃ2គឺជាថ្ងៃដែលភិក្ខុសង្ឃមានចំនួន1250អង្គមកប្រជុំគ្នាដោយមិនមានការនិមន្តឡើយស្រាប់តែមកប្រជុំគ្នាតែម្ដង3ភិក្ខុទាំងនោះជាបឋិជនជាសោតាបានជាសកតេគាមីជាអនាគាមីនិងជាព្រះអរហន្តសុខវិបស្សកៈសូម្បីតែមួយអង្គក៏មិនមានសុទ្ធតែជាព្រះអរហន្តដែលបានសម្រេចអភិញ្ញាបរមួយគ្រប់អង្គ4ភិក្ខុទាំងនោះសូម្បីតែមួយអង្គដែលកោសក់ដោយកំបិតហើយបួសមិនមានសុទ្ធតែជាអេហិភិក្ខុទាំងអស់ថ្ងៃអ្នកខត្តរិកទី4គឺរលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះឱវាទបតិមោក្ខដែលជាបេះដូងធម៌ជាព្រះឱវាទដ៏មានសេចក្តីវិសេស11ប្រការគឺ1សព្បបាបស្សៈអករណង្ឃការមិនធ្វើនៅអំពើបាបទាំងពួង2កុសលសោបសម្បទាការញ៉ាំងកុសលឲ្យដល់ព្រម3សច្ចតបរិយោតបណੰការញ៉ាំងចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់4ខន្តិបរមង្គតបោតៃតិខាអធិវាសនខន្តិពោលគឺសេចក្តីអត់ធន់ជាតបធរដ៏ឧត្តម5នៅពៀនណੰបរមង្គវតន្តិពុទ្ធាព្រះពុទ្ធទាំងឡាយតែងសម្ដែងថាព្រះនិព្វានជាធម៌ដ៏ឧត្តម6និហេបបជិតោបរុបខេតីសមណោហោតិបរាំងវិហេថយន្តោគលអ្នកសម្លាប់សត្វដតីមិនឈ្មោះថាបព្វជិតបុគ្គលដែលបៀតបៀនសត្វដតីមិនឈ្មោះថាសមណៈឡើយ7អនុពវាតោអនុបខេតោការមិនពោលតេះដៀលអ្នកដតីការមិនបៀតបៀនអ្នកដតី8បាតិមោខេចសង្វរោការសង្រួមក្នុងបាតិមោ9មតញ្ញតាចផុតតាស្មឹងភាវៈជាអ្នកដឹងប្រមាណក្នុងផាត់10បណ្ដញ្ចសយនាសណੰទីដេកទីអង្គុយដ៏ស្ងាត់11អធិចិត្តតេចអាយោគោការព្យាយាមក្នុងអធិចិត្តអេតាំងពុទ្ធានិសាសនੰនេះជាពាក្យព្រាងប្រដៅរបស់ព្រះពុទ្ធទាំងឡាយថ្ងៃអ្នកខត្តរិកទី5គឺរលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ដាក់នៅព្រះជន្មាយុសង្ខារចំពោះមុខមានាបាវាលចេតីក្រុងសាវត្ថីនៅថ្ងៃអាទិត្យពេញបរមី15កើតខែមាឃឆ្នាំម្សាញ់អបោសកោថ្វាំងបាបិមៈហោហេអ្នកជារាំងតថាគតសៈបរិនិព្វានੰភវិសតិអ៊ីតោតណੰមេសានੰអច្ចយេនៈតថាគតាបរិនិព្វាយិសតិមនាលមាមានចិត្តបាបចូលអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេកន្លង3ខែអំពីថ្ងៃនេះទៅតថាគតនឹងបរិនិព្វានហើយថ្ងៃអ្នកខត្តរិកទាំង5យ៉ាងនេះហើយដែលអ្នកកាន់ព្រះពុទ្ធសាសនាយើងតែងប្រារព្ធធ្វើឡើងក្នុងថ្ងៃ15កើតខែមាឃរៀងរាល់ឆ្នាំសូមអនុមោទនា